សួស្តីមួយទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្រាយសំណួរមួយដែលមួយសិស្សានុសិស្សបានសួរខ្ញុំអំពីតើហេតុមូលហេតុអ្វីបានជាដូនតាខ្មែរចាត់ទុកអក្សរសាស្ត្រខ្មែរជាអក្សរទេពឬក៏អក្សរពិសិដ្ឋបាទសំណួរនេះល្អខ្លាំងមែនទែនហើយក៏អរគុណក្មួយដែរហើយសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកឯកទេសខាងអក្សរសាស្ត្រខ្មែរទេក៏ប៉ុន្តែគ្រាន់តែដឹងនៅចំណុចតិចតួចតែប៉ុណ្ណឹងហើយក៏សូមធ្វើការបកស្រាយនៅសំណួរដែលមួយសួរថាតើមូលហេតុអ្វីបានជាដូនតាខ្មែរចាត់ទុកអក្សរសាស្ត្រខ្មែរជាអក្សរទេពហ្នឹងហើយជាអក្សរពិសិដ្ឋវាមិនមែនជាការចាយដន់ទេបើតាមទំនៀមទម្លាប់ពីបរមបុរាណខ្មែររៀងមកយើងចាត់ទុកអក្សរមួយតួជាទេវតាមួយព្រះអង្គមានន័យថាភ្ជញ្ជនៈទាំង33តួអញ្ចឹងវាមានផ្សំធាតុផ្សំរបស់ទេវតាមួយអង្គនៅក្នុងគុណរបស់មេដាបិតាហើយខាងក្រោមនេះខ្ញុំនឹងបង្ហាញបន្ទាប់ពីខ្ញុំបញ្យល់នៅខ្លឹមសារនេះហើយទៅខ្ញុំនឹងបញ្យល់អំពីតើភ្ជញ្ជនៈមានបង្កប់ទេវតាមួយព្រះអង្គយ៉ាងដូចម្ដេចហ្នឹងហើយអញ្ចឹងហេតុដូច្នេះហើយអក្សរទាំងអស់សុទ្ធតែមានលក្ខណៈពិសិដ្ឋវាមិនមែនជាការចាយដន់ទេដែលដូនតាឬក៏បុព្វបុរសខ្មែរយើងបានចាត់ទុកអក្សរសាស្ត្រខ្មែរជាអក្សរទេពនិងអក្សរដ៏ពិសិដ្ឋហ្នឹងហើយភាពពិសិដ្ឋនេះធ្វើឲ្យខ្មែរមានជំនឿថាអក្សរខ្មែរមានបារមីអក្សរមូលរបស់ខ្មែរយើងហើយជនជាតិសៀមតាំងពីបរមបុរាណរៀងមកក៏យកអក្សរមូលរបស់ខ្មែរនឹងទៅឆ្លាក់នៅក្នុងយ័ន្តតាំងពីដើមរហូតមកដល់សប្តាហ៍ថ្ងៃនេះដែរហេតុនេះហើយបានជាខ្មែរយើងតែងតែចារអក្សរនៅលើយ័ន្តដើម្បីទុកជាគ្រឿងការពារខ្លួនទល់នឹងអាវុធយុទ្ធភ័ណ្ឌនានាម្យ៉ាងវិញទៀតនៅក្នុងមូលហេតុនេះខ្មែរយើងតែងតែហាម5កូនចៅមិនឲ្យដើរជន់អក្សរឬអ្វីដែលជាប់ទៅនឹងអក្សរសាស្ត្រខ្មែរជាងទេព្រោះថាយើងយកអក្សរខ្មែរយកទៅជាបតិកាទៀនគ្នាទៅវិញទៅមកហ្នឹងវាអត់ល្អសម្រាប់អក្សរសាស្ត្រខ្មែរយើងហើយតទៅនេះខ្ញុំនឹងបញ្យល់ថាតើធ្វើយ៉ាងម៉េចដែលដូនតាខ្មែរយើងនឹងចាត់ទុកអក្សរហ្នឹងដល់ពិសិដ្ឋអញ្ចឹងខាងក្រោមនេះខ្ញុំនឹងបង្ហាញថាណាអក្សរទេពរបស់យើងនេះពិតជាអក្សរដែលអស្ចារ្យអក្សរដែលដូនតាយើងខំរក្សាខំការពារមកអញ្ចឹងហើយយើងនាំគ្នាថែរក្សាដើម្បីឲ្យអក្សរសាស្ត្រជាតិរបស់យើងនឹងនៅបានគង់វង្សបាទឥឡូវនេះខ្ញុំបញ្យល់ពីមូលហេតុទាំងអស់នេះហើយអញ្ចឹងហើយតទៅទៀតខ្ញុំនឹងបញ្យល់អំពីភ្ជញ្ជនៈទាំង33តួនិងស្រៈនិស័យ21តួព្រមទាំងស្រៈពេញតួ12តួអញ្ចឹងហើយខ្ញុំនឹងប្រាប់ថានេះទាំងអស់នេះវាជាអក្សរទេពវាជាគុណមេដាបិតាគុណពុទ្ធគុណពធគុណប្រសង្ឃរបស់យើងអញ្ចឹងហើយបានជាដូនតាយើងផ្ដាំថាកុំឲ្យកូនចៅឬក៏សិស្សានុសិស្សទាំងអស់យកអក្សរសាស្ត្រខ្មែរយកទៅបច្ចេកតាទៀនគ្នាឬក៏យកអក្សរយកមកជាន់ឆ្លីឬក៏យកទៅខ្ចប់អ្វីដែលមិនសមរម្យអញ្ចឹងយើងនាំគ្នាថែរក្សាទាំងអស់គ្នា